ปอยแปดថ្ងៃ ទី 2 ខែកក្កដា ឆ្នាំ 2025 លោកខាធៀចៅសង្កាត់និមិត្តបានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខព្រមទាំងនាំយកអំណោយជូនដល់កងកម្លាំងវរសេនាតូចថ្មើរជើងលេខ513ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃចំនួន6វត្តដឹកនាំដោយព្រះសមណាភិរដ្ឋប៉ោសុខឿនអនុគុណក្រុងប៉ោយប៉ែតលោកអិនជំនរប្រធានកុមារនៃក្តីសង្ឃឹមនិងជានាយកសាលាសេវហេវិនក្រុមប្រឹក្សាសង្កាត់លោកស្រីមេភូមិអង្គភពភូមិព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់និមិត្តបានអញ្ជើញនិងនិមន្តប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់កងកម្លាំងវរសេនាតូចថ្មើរជើងលេខ513សម្ភារៈអំណោយរួមមានអង្ករចំនួន250គីឡូមីចំនួន71កែតូចត្រីខចំនួន12យួរត្រីងៀតចំនួន25គីឡូទឹកត្រីចំនួន14យួរទឹកស៊ីអ៊ីវចំនួន21យួរប្រេងឆាចំនួន8ដុំអំបិលចំនួន20គីឡូស្ករសចំនួន12គីឡូប៊ីចេងចំនួន10គីឡូខ្ទឹមសចំនួន10គីឡូស៊ុតមាន់ចំនួន300ក្រាមលោកផៅចំនួន30គីឡូទឹកស៊ុតចំនួន342យួរនិង29កែសាច់គោចំនួន1ក្បាលខ្នើយមុងកន្ទេលភួយចំនួន5ឈុតឆ្នាំងខ្ទះវែកចំនួន5តបល់ជ្រុនចំនួន2សៀង2កាដុងថវិកាចំនួន1,430,000 រៀលផ្សាយចេញថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2025 អង្គភាពគេហទំព័រកោះឯករាជ្យ